មានមុខងារមួយដែលខ្ញុំស្រឡាញ់ទៅលើកាមេរ៉ា Vivo X300 Ultra សម្រាប់អ្នកទាំងអស់គ្នាដែលមិនសូវចេះចាប់ប្លង់ថតដូចខ្ញុំសម្រាប់ Vivo X300 Ultra នេះគឺមានមុខងារមួយគឺ AI កាមេរ៉ាងាយស្រួលគឺងាយស្រួលមែនតើនៅពេលដែលខ្ញុំលើកកាមេរ៉ាថតគឺកាមេរ៉ានេះបានបញ្ជាក់ថាឲ្យយើងថត 35mm High Resolution Vision ទៅគឺយើងបានរូបភាពមួយដែលស្អាតហើយសម្រាប់នេះគឺវាមានច្រើន function ច្រើនដែលយើងអាចថតតាមនឹងបានហើយបានរូបភាពមួយដែលល្អមែនទែនខ្ញុំអត់សូវចេះថតរូបប៉ុន្តែសម្រាប់រូបភាពដែលខ្ញុំថតចេញមកគឺខ្ញុំទទួលយកបានគឺស្រឡាញ់មែនទែនបងប្អូនមើលជាក់ស្ដែងទៅនេះខ្ញុំថតចេញពីទូរស័ព្ទមួយទៀតគឺអត់សូវមើលសូវឃើញច្បាស់ទេប៉ុន្តែខ្ញុំនឹងដាក់រូបភាពនៅចុងវីដេអូជូនអ្នកទាំងអស់គ្នាមុខងាររបស់វាគឺល្អមែនទែនសម្រាប់ការជួយក្នុងការថតរូបបងប្អូនដូចគ្រាន់តែយើងដាក់ចេះទៅគឺវាចេញឲ្យភ្លាមបញ្ជាក់ថាយើងអាចធ្វើមិនអញ្ចឹងណានេះខ្ញុំសាកស្រូមើលតើមិនដែរប៉ុន្តែនៅពេលដែលយើងចុចតាមវាគឺវា function ឲ្យយើងថតបែបចែបាទថតអញ្ចឹងណា 35mm High Resolution បាទថតតាមអញ្ចឹងចាក់ស្រាយឬក៏យើងអាចដាក់មក Rich វិញក៏បាន Rich ហ្នឹងគឺទៅតាមអ្វីដែលយើងបាន zoom មិញហ្នឹងហើយបន្ទាប់មកយើងចុចទៅគឺវាមានជំនួយឬ color ឬជំនួយលើអីផ្សេងច្រើនអញ្ចឹងបងប្អូនសាកទិញជាមួយនឹង300 Ultra សាកមើលតើវាល្អប៉ុណ្ណាខ្ញុំស្រឡាញ់ color និងពន្លឺរបស់វាគឺអត់ឲ្យភ្លឺច្បាស់ពេកដិតខ្លាំងពេកលើអ្វីដែលភ្នែកយើងមើលឃើញណាបងប្អូនភាពដែលចេញពី Vivo X300 Ultra នេះគឺខ្ញុំស្រឡាញ់មែនតើគឺចេញមកគឺស្អាតហ្មងសម្រាប់ខ្ញុំដែលចូលចិត្តពលឺបែបប៉ុណ្ណឹងមិនភ្លឺដិតខ្លាំងពេកមិនស្លេកពេកគឺមកល្មមក្នុងការប្រើប្រាស់ល្អមែនតើហើយអ្វីដែលពិសេសទៀតនោះគឺវាមាន function កន្លែងវីដេអូបងប្អូនជាមួយនឹង Pro វីដេអូនេះដែលយើងអាចថតដាក់ជាឡាត់ឬក៏យើងអាច lock បានណាហើយយើងអាចចាក់ពណ៌តាមក្រោយទៅតាមចំណង់ចំណូលចិត្តពណ៌របស់បងប្អូនដែលត្រូវការឬក៏ចង់បានពណ៌មិនអញ្ចឹងណាគឺល្អមែនទែនបងប្អូនខ្ញុំស្រឡាញ់ទៅលើ Vivo X300 Ultra គឺវាមានអ្វីដែលយើងត្រូវការច្រើនដូចជាខ្ញុំមើលទៅដូចជាលើស200 Ultra ផងបងប្អូនហើយបងប្អូនមកមើលរូបភាពដែលខ្ញុំបានថតនេះរូបភាពនេះគឺខ្ញុំអត់មាន edit អីថែមទៀតទេបងប្អូនគឺថតចេញពី Vivo X300 Ultra សុទ្ធ 100% គឺ original no edit បាទរូបភាពគឺចេញមកប៉ុងមកប្លង់មកគឺស្អាតស្រឡាញ់ detail ស្រឡាញ់ color អត់លើសពេកឬក៏អត់ភ្លឺពេកអត់មានថាអត់មាន oversharp លើពណ៌ស្ញាចពេកណាបងប្អូនសម្បីតែថតពេលយប់ពេលរាត្រីវិញក៏ល្អដែរបងប្អូនរូបភាពដែលខ្ញុំថតចេញមកគឺខ្ញុំស្រឡាញ់ជាមួយនឹងទឹកពណ៌គឺស្អាតជាមួយនឹង X300 Ultra ដោយសារវាសហការជាមួយនឹងZeissធ្វើឲ្យទូរស័ព្ទអាដាមនេះថតរូបបានស្អាតមែនទែនបងប្អូនវ៉ាវបងប្អូនយកយ៉ាងណាដែរសម្រាប់ទូរស័ព្ទអាដាមនេះបងប្អូនវាមិនឲ្យលើសទោះជាយប់ក៏វាឲ្យបែបលក្ខណៈថាដូចនៅភ្នែកយើងមើលអញ្ចឹងណាវាមើលទៅស្អាតហ្មងវាអត់ឲ្យលើសពណ៌ពេកឧទាហរណ៍យប់ឲ្យថតទៅឃើញភ្លឺពេកគឺអត់ទេបងប្អូនអញ្ចឹងបងប្អូនយកយ៉ាងណាដែរសម្រាប់ Vivo X300 Ultra បាទអរគុណច្រើនជម្រាបលាអ្នកទាំងអស់គ្នា